ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបធ្វើជ្រក់បាយស្រូបឬក៏យើងអាចញ៉ាំជាមួយនឹងសាច់អាំងផ្សេងក៏បានដូចគ្នាបងប្អូនចំពោះបន្លែរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុន្មានមុខទេបងប្អូនមានតែសក់ជាមួយនឹងការ៉ុតថៃថាវខ្ទឹមក្រហមហើយនិងខ្ញីបន្លែទាំងអស់ហ្នឹងគឺយើងយកមកឈូសវាស្អាតអញ្ចឹងបងប្អូនយើងឈូសអញ្ចឹងដល់ពេលដែលយើងចិតទៅវាតំណហើយយើងអាចយកកាបិតមកពីមួយឆោតក៏បានដូចគ្នាបងប្អូនតែបើយើងធ្វើអញ្ចឹងវាស្អាតជាងហើយចំពោះខ្ញីវិញបើទិញចំខ្ញីរៀងខ្ចីល្មមគឺកាន់តែល្អខ្ញីដែលខ្ញុំទិញនេះវារៀងចាស់បន្តិចបងប្អូនអញ្ចឹងវារៀងរឹងបើសិនជាយើងទិញចំខ្ញីរៀងខ្ចីទៅវារៀងទន់ជាងនឹងបងប្អូនហើយបន្ទាប់ពីយើងឈូសវាស្អាតអស់ហើយគឺយើងយកវាមកលាងទឹកពី3ទឹកទៅឲ្យស្អាតអញ្ចឹងណាព្រោះពេលដែលខ្ញុំចាត់ហ្នឹងគឺខ្ញុំអត់បានលាងទឹកទេខ្ញុំចាត់ឲ្យបើខ្ញុំលាងទឹកអញ្ចឹងទៅសក់ហ្នឹងគឺខ្ញុំដាក់ប្រហែលជា6ប៉ផ្លែហើយការ៉ុតខ្ញុំដាក់តាពាក់កដាលទេបងប្អូនហើយមានខ្ទឹមក្រហមមានខ្ញីម្ដងហ្នឹងហើយបងប្អូននឹងភ្លេចប្រាប់ខ្ញុំមានថៃថាវមួយទៀតដូចគ្នាតែថៃថាវខ្ញុំអត់បានថតពីដើមវីដេអូនេះព្រោះខ្ញុំភ្លេចឈូសអញ្ចឹងគឺយើងយកមកគឺយើងឈូសវាស្អាតដូចគ្នាពេលដែលយើងចាត់ទៅគឺវាស្អាតអញ្ចឹងវាតំណងញ៉ាំដែរយើងលាងសម្អាតវាពី3ទឹកដូចខ្ញុំនិយាយអញ្ចឹងទៅព្រោះខ្លាចវាមានជាប់កតិចដីកតិចអីហើយបើទៅសក់វិញគឺយើងត្រូវតែសម្អាតវាបន្តិចព្រោះវាមានជាតិជ័រអញ្ចឹងណាអញ្ចឹងយើងសម្អាតវាឲ្យស្អាតហើយគឺយើងយកវាមកឈូសតែម្ដងចំពោះរបៀបឈូសវិញបងប្អូនចង់កាត់មិនក៏បានតែសក់យើងធ្វើយ៉ាងណាគ្រាន់តែឲ្យវារៀងស្ដើងប៉ុណ្ណឹងទៅគឺយើងយកទៅជ្រក់ទៅវាឆាប់ចូលជាតិអញ្ចឹងណាបងប្អូនតែសក់ខ្ញុំវារៀងខ្លីៗអញ្ចឹងខ្ញុំកាត់ទៅជា2គឺខ្ញុំហាន់យកតែម្ដងហើយយើងមើលទៅយើងមើលល្មមមកយើងហាន់ទៅរៀងទន់ហ្នឹងគឺយើងយល់យើងទៅញ៉ាំបាយគេឃើញតែសក់គេហាន់ប៉ុណ្ណាយើងហាន់ប៉ុណ្ណឹងដែរណាបងប្អូនខ្ញីវិញគឺយើងហាន់ជាតែសៃល្អិតដូចយើងឆាខ្ញីអញ្ចឹងណាតែបើយើងហាន់អាចស្ដើងជាងឆាខ្ញីគឺកាន់តែល្អព្រោះជ្រក់នេះយើងដាក់ខ្ញីទៅជំនួយវាឈ្ងុយអញ្ចឹងណាបើចំពោះថៃថាវហើយនឹងការ៉ុតវិញគឺខ្ញុំឈូសបងប្អូនខ្ញុំយកកាបិតមុខពីរឈូសវាយើងឈូសអញ្ចឹងក៏បានគឺយើងហាន់ក៏បានដែរតែបើយើងឈូសចេះកាបិតមុខពីរយើងរៀងមុខធំល្មមដែរគឺយើងឈូសចេះទៅគឺវាអូខេហើយបើយើងហាន់រៀងយូរបន្តិចបន្ទាប់មកគឺខ្ញុំដាក់អំបិលចំនួន1ស្លាបព្រាហើយយើងច្បល់វាទៅច្បល់ហ្នឹងកុំច្របាច់ខ្លាំងពេកបងប្អូនយើងត្រឹមតែច្បល់ដើម្បីឲ្យថៃថាវរបស់យើងហ្នឹងវាបាត់ក្លិនហាងហើយការ៉ុតរបស់យើងរៀងទន់ទៅសក់យើងរៀងទន់អញ្ចឹងណាអញ្ចឹងយើងច្របាច់ហើយយើងទុកចោលប្រហែលជា 4-5 នាទីទៅដើម្បីឲ្យវាទន់ឬវាចូលជាមួយនឹងអំបិលបន្ទាប់ពីយើងទុកបាន5នាទីរៀងទន់មើលទៅល្មមហើយគឺយើងចាក់ទឹកលាងវាចេញអញ្ចឹងយើងត្រូវលាងវាចេញពីទឹកអីទៅបងប្អូនដើម្បីឲ្យវាជ្រះអំបិលបានល្អយើងលាងហើយយើងច្របាច់វាតិចពូតតិចចឹងណាដើម្បីឲ្យសោះទឹកណានៅពេលដែលយើងពូតស្អាតសោះទឹកចឹងទៅជ្រក់របស់យើងនៅពេលដែលយើងធ្វើទៅវាអត់ឡើងឆាប់ផ្អូមឡើងអីចឹងណាបងប្អូនវាស្អាតហើយមើលវិញទៀតបងប្អូនឃើញថាខ្ញុំធ្វើអត់ពាក់ស្រោមដៃហ្នឹងដៃខ្ញុំលាងស្អាតទេបងប្អូនអញ្ចឹងបើយើងប្រើដៃទៅវារៀងស្រួលជាងយើងប្រើស្រោមដៃនៅពេលដែលយើងលាងនៅពេលដែលយើងច្របាច់ជ្រក់ទៅវាឆ្កងបងប្អូនអញ្ចឹងយើងសម្អាតដៃយើងឲ្យទៅស្អាតទៅគឺអូខេហើយគ្រួសារខ្ញុំបើសិនចាក់ដៃខ្ញុំវិញគឺថាដាច់បាយតែម្ដងសំខាន់យើងធ្វើឲ្យទៅស្អាតទៅបងប្អូនទោះបីយើងអត់ពាក់ស្រោមដៃក៏វាអនាម័យដែរយើងកាត់កញ្ចក់កាត់អីស្អាតអស់ហើយអញ្ចឹងណាចំពោះខ្ទឹមក្រហមវិញគឺខ្ញុំហាន់វាជាសៃស្ដើងបែបនេះបងប្អូនចំពោះខ្ទឹមសគឺយើងហាន់រៀងស្ដើងដូចគ្នាយើងហាន់ស្ដើងអញ្ចឹងមកហើយចំពោះគ្រឿងវិញគ្រឿងរបស់ខ្ញុំគឺខ្ញុំលាយវាយកទៅក្លុកបងប្អូនអញ្ចឹងខ្ញុំដាក់ខ្ទឹមសខ្លះខ្ទឹមក្រហមខ្លះខ្ញីខ្លះហើយខ្ញុំវាយគ្រឿងចូលតែម្ដងត្រង់កន្លែងខ្ញុំដាក់គ្រឿងហ្នឹងដោយសារខ្ញុំដាច់វីដេអូបងប្អូនអត់ដឹងថាខ្លួនឯងដាច់វីដេអូកន្លែងណាទេបងប្អូនអាចមើលតាមលើហ្នឹងអញ្ចឹងព្រោះខ្ញុំទៅសេលើហ្នឹងដែរដាក់ស្ករ3ស្លាបព្រាទឹកត្រី2ស្លាបព្រាអំបិល1ស្លាបព្រា1ស្លាបព្រាកាហ្វេហើយនឹងទឹកខ្មេះចំនួន3ស្លាបព្រាដូចគ្នាហើយយើងថែមប៊ីចេងបន្តិចចឹងមកបន្ទាប់មកយើងក្លុកវាឲ្យម៉ត់ហើយគឺយើងចាក់ចូលមកជ្រក់តែម្ដងដល់ពេលដែលចាក់ចូលជ្រក់ហ្នឹងបងប្អូនដាក់ខ្ទឹមក្រហមដាក់អីចូលដាក់ខ្ញីចូលឲ្យអស់មកគឺយើងច្បល់យកតែម្ដងច្បល់មើលទៅហើយភ្លក់តាមចំណង់ចំណូលចិត្តបើសិនជាបងប្អូនចង់ញ៉ាំភ្លាមជាមួយនឹងសាច់អាំងឬក៏បាយស្រូបអីអញ្ចឹងគឺអាចបន្ថែមជាមួយនឹងក្រូចឆ្មាមួយចំណិតទៀតបានបើចេះបន្តិចបងប្អូនទឹកខ្មេះចំពោះទឹកខ្មេះគឺខ្ញុំប្រើជាមួយនឹងទឹកខ្មេះប៉ោមខ្ញុំអត់ប្រើជាមួយទឹកខ្មេះធម្មតាទេបើសិនជាបងប្អូនអត់មានអាចប្រើជាមួយនឹងទឹកខ្មេះធម្មតាបានវាជូរដូចគ្នាបងប្អូនហើយបើសិនជាអត់ចង់ដាក់ទឹកខ្មេះទេយើងអាចដាក់ជាក្រូចឆ្មាបើយើងសុទ្ធក៏បានដូចគ្នាចំពោះវិធីធ្វើជ្រក់របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងបងប្អូនអាចសាកធ្វើយកញ៉ាំជាមួយនឹងបាយស្រូបសាច់អាំងអីបានគឺវាត្រូវទាំងអស់បងប្អូនអរគុណច្រើនជម្រាបលាបាយបាយ